ចាតែចំណុចមួយទៀតដែលយើងគួរបារម្ភគឺដោយសារតែវាមាននៅក្នុងសូនខាងត្បូងតែយើងចាតារាសាស្ត្រលេខ5ចចូលអញ្ចឹង5ហើយលេខ9តារាសាស្ត្រយកគឺលេខ9អញ្ចឹង5 9នេះបើសិនជាខ្ញុំឃើញមានការវិភាគខ្លះវិភាគដែលមិនជាត្រូវទេចាព្រោះថាធម្មតាតារាសាស្ត្រលេខ5បើសិនជានៅជាមួយតារាសាស្ត្រមិនល្អគឺមិនល្អប៉ុន្តែបើសិនជាតារាសាស្ត្រលេខ5នៅជាមួយតារាសាស្ត្រល្អគឺល្អខ្លាំងចាអញ្ចឹងចំណុចនេះគឺពាក់ព័ន្ធនឹងការវិភាគនៅក្នុងប្រទេសយើងពីតារាសាស្ត្រលេខ5នៅផ្នែកសូនទៅខាងត្បូងមិនល្អអញ្ចឹងចំណុចនេះសម្រាប់ខ្ញុំគិតថាការវិភាគបែបហ្នឹងវាជាការបំភ័យនឹងការបំបាក់ទឹកចិត្តដល់ប្រជាពលរដ្ឋរបស់យើងហើយចំណុចមួយទៀតនៅក្នុងវិស័យចំណេះចំណេញពិតប្រាកដគឺវិភាគខុសព្រោះធម្មតាគោលការណ៍របស់ក្បួនតារាសាស្ត្រគឺជាប្រភេទតារាសាស្ត្រលេខ5ឲ្យយើងច្បាស់ថាលេខ5នៅជាមួយអីគេចាបើលេខ5នៅជាមួយតារាសាស្ត្រលុយគឺបំផ្ទុះលុយតារាសាស្ត្រលេខ5នៅជាមួយគេឈ្មោះគឺបំផ្ទុះគេឈ្មោះយើងចាបើតារាសាស្ត្រលេខ5នៅជាមួយតារាសាស្ត្រជំងឺគឺបំផ្ទុះជំងឺចាអញ្ចឹងនៅពេលដែលនៅក្នុងឆ្នាំនេះតារាសាស្ត្រលេខ5ចូលនៅទិសខាងត្បូងចាទិសខាងត្បូងគឺជាទិសតារាសាស្ត្រយុគ9ចឹងផ្ទះដែលបែរមុខទៅទិសខាងត្បូងនៅក្នុងយុគប្រចាំយុគ20ឆ្នាំគឺផ្ទះដែលបែរមុខទៅទិសខាងត្បូងល្អជាងគេបាទចាប៉ុន្តែលេខ5ទៅចូលចំផ្ទុះគេឈ្មោះបាទចាអញ្ចឹងវាជាឱកាសមួយដែលយើងការប្រម៉ូទឲ្យយើងមានគេឈ្មោះល្អចាប៉ុន្តែបើសិនជាយើងធ្វើអ្វីដែលមិនល្អវាទៅបំផ្ទុះអានឹងឲ្យមិនល្អដូចគ្នាមានន័យថាបំផ្ទុះរឿងឈ្មោះដែលមិនល្អចាអញ្ចឹងចំណុចហ្នឹងគឺនិយាយថាធ្វើល្អបានល្អធ្វើមិនល្អលាក់គេអត់ចិត្តអញ្ចឹងគេយល់ចា